ថ្ងៃនេះឲ្យអាត្មាចែកម្លែកលើថ្នាំមួយមុខញោមហៅថាថ្នាំខាន់ស្លាក់ខាន់ត្បៀតថ្នាំខាន់ស្លាក់ខាន់ត្បៀតនេះងាយទេញោមងាយរកស្រួលរកទេតែមួយមុខក៏មិនក្រដែរហើយទៅ3មុខនេះតែ3មុខទេញោមហើយអាត្មាខានចេញវីដេអូយូរថាមានធុរៈច្រើនកិច្ចការគឺថាមានធុរៈផ្សេងញោមទៅក៏ខានធ្វើវីដេអូយូរហើយថ្ងៃនេះក៏ចេញវីដេអូមួយចែកជូនញាតិញោមជាថ្នាំចែកម្លែកគាត់ឲ្យទុកបានចេះដឹងខ្លះចៃដន្យយើងរកពេទ្យរកអីមិនតន់តែបដោះអាសន្នទៅធ្វើតាមបុរាណបានកកបអីចឹងទៅពេលខ្លះក៏ពេទ្យមិនកកបយើងអាចកកបនឹងថ្នាំអញ្ចឹងខ្មែរបុរាណអញ្ចឹងក៏ថាបានដែរព្រោះពេលខ្លះក៏ពឹងជួយពេទ្យក៏យើងជួយយើងបានពេលខ្លះក៏ជួយយើងអត់បានដែរអញ្ចឹងយើងជាយាមធ្វើខ្លួនឯងខ្លះសម្រាប់ឲ្យយើងកូនចៅអីយ៉ាងណាហើយលោវាហើយក៏មិនទៅអស់លុយអស់កាក់អីទេបើយើងចេះខ្លួនឯងធ្វើខ្លួនឯងខ្លះហ្នឹងយើងទៅពេលខ្លះចំណាយលុយច្រើនជាកាលក៏មិនតន់ចិត្តដូចយើងគិតដែរទៅយើងចេះឲ្យផ្សំហើយមើលសង្ស័យខ្លាចទៅកើតរោគហើយអញ្ចឹងហើយមានជំងឺខាន់ស្លាក់ខាន់ត្បៀតអីសម្រាប់កូនយើងអីតូចអីចឹងជឿបុរាណខ្លះណាកំតាន់ផ្លិចចោលបុរាណយើងពេទ្យគេយើងជឿហើយវិទ្យាសាស្ត្រក៏ប៉ុន្តែយើងក៏បីពិចារណាផងយើងជួយគ្នាទៅមិនជាការខុសតោះអីទេជួយដើម្បីបានសុខសប្បាយទាំងអស់គ្នាយើងចេះទុកទៅបីមិនមានត្រូវការប្រើក៏យើងក៏បានចេះបានចាំទុកទៅកុំឲ្យវាបាត់បង់ទៅច្រើនបាត់បង់ចោលឥតប្រយោជន៍ទៅពេលខ្លះយើងនៅឆ្ងាយដាច់យ៉ាលអីយើងជួយជាបឋមបានជួយជាបឋមវាមិនចំណាយលុយទេហើយនៅក្បែរផ្ទះយើងនឹងក៏មានហើយយើងងាយយើងរកអីទេខ្លះក៏រៀងឆ្ងាយក៏ប៉ុន្តែយើងអាចនៅតែរកបានមិនអត់ទេយើងយកមកជួយបន្តបន្សំគ្នាហៅថាថ្នាំឲ្យខាន់ស្លាក់ខាន់ត្បៀតញោមថ្នាំខាន់ស្លាក់ខាន់ត្បៀតថ្នាំខាន់ស្លាក់ខាន់ត្បៀតនេះយើងងាយយកទៅឲ្យទី1នោះយើងយកឬងប់ញោមស្គាល់ហើយងប់យើងស្រាប់យើងស្លណាឡកកោឡអីណាយើងយកឫសវាដើមងប់តិចតូចមិនធំខ្ពស់ដែរបន្ទុកឲ្យវាយូរទៅក៏ដើមធំដើមវាមិនធំអីទេគាត់តែវាខ្ពស់ដែរដើមងប់យើងបេះស្លឹកស្លកកោឡអីទៅតាមញាតិញោមគាត់ចូលចិត្តយើងខ្លួនហើយយើងយកឫសវាមកយកឫសហើយងប់ហ្នឹងក៏ងាយសម្បូរដែរសម្បូរគេអ្នកដាំច្រើនហើយទីមួយទៀតគឺយកហើយត្រកួនយើងនេះញោមអូត្រកួនយើងត្រកួនលក់ត្រកួនយើងស្លណាត្រកួនសុកត្រកួនស្រែត្រកួនស្រែយើងហ្នឹងយើងយកមកមួយមុខមកយើងដកវាមកនេះស្អីយកត្រកួនយើងនេះអញ
ហើយមីមុខទៀតគឺយកតកូនតេកខ្លះគេហៅតកូនតេតតុកថ្មហៅតកូនតេតខ្លះតកូនតេកហៅខ្លះគេហៅតាមតំបន់ខ្ញុំតកូនតេកហ្នឹងដាក់អ្វីធំគោកបីស៊ីថាហ្នឹងអញ្ចឹង3មុខហ្នឹងឯងខ្ញុំហើយយើងយកមកយក3មុខហ្នឹងមកមុខតិចមិនចាំច្រើនទេខ្ញុំហើយបើខាន់ត្បៀតណាទាំង3មុខហ្នឹងហើយយើងតែដោះមុខខុសគ្នាណាបើខាន់ត្បៀតយើងយកមកដោះជាមួយនឹងទឹកអង្ករហ្នឹងខាន់ត្បៀតណានឹងខាន់ត្បៀតយើងយកទាំង3មុខហ្នឹងមកយើងដោះជាមួយនឹងទឹកអង្ករទៅវាច្រកឲ្យផឹកទៅច្រកចូលហ្នឹងទាំង3មុខហ្នឹងត្រូវចាំថាបើខាន់ត្បៀតយើងដឹងថាខាន់ត្បៀតយើងយកមកដោះនឹងទឹកអង្ករអញ្ចឹងញោមត្រូវចាំហើយយើងកត់ទុកទៅងាយការរៀបរាប់កត់ចំណាំទុកដឹងបើខាន់ត្បៀតដោះនឹងទឹកអង្ករតែបើខាន់ស្លាក់យើងអត់ដោះនឹងទឹកអង្ករទេគឺផ្សេងហើយយើងចំណាំថាកើតខាន់ត្បៀតឬខាន់ស្លាក់អញ្ចឹងបើខាន់ស្លាក់យើងអត់បានដោះនឹងទឹកអង្ករទេយើងយកទាំង3មុខនឹងអងដែរទាំងរឹសងប់រឹសតកូនអន្លក់យើងហ្នឹងកូនស្រែយើងហើយគូនតែក្បែរផ្ទះសបោច្រើនអត់ទេអ្នកដើមហើយនឹងតកូនតេកហ្នឹងយើងយកមកដោះហ្នឹងទឹកកំបោញោមទឹកកំបោយកមកដាក់ត្រាំកំបោឲ្យត្រង់រងថ្លាមកយើងសង្រិតយកទឹកហ្នឹងមកយកកន្តិតមកហើយយើងយកទាំង3មុខហ្នឹងមកដោះហ្នឹងទឹកកំបោញោមត្រូវចាំអញ្ចឹងបើខាន់ត្បៀតយើងដោះហ្នឹងទឹកអង្ករយើងហ្នឹងយកអង្ករមកក្តាប់មកលាងយកទឹកមកហើយយើងដោះទៅហ្នឹងខាន់ត្បៀតតែបើខាន់ស្លាក់យើងដោះនឹងទឹកកំបោយកកំបោមករកកំបោមកត្រង់ឲ្យថ្លាទៅយើងរងយើងកូទៅហើយដោះនឹងទាំង3មុខដូចគ្នា3មុខមិនដែលហ្នឹងក៏ដោះមុខខុសគ្នាណាប្រើខុសគ្នារោគខុសគ្នាគឺដោះនឹងទឹកខុសគ្នាអញ្ចឹងចម្រើនពោញោមមានតែប៉ុណ្ណឹងឲ្យជួយញោមកត់ត្រាទុកទៅញោមមិនអត់ប្រយោជន៍ទេ